ក្មេងអាយុ11ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិតដោយគាត់បានដឹងអីសោះតែម្ដងកាលពីចាថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ចាវេលាម៉ោង7ព្រឹកកន្លះចានៅក្នុងរដ្ឋ Nevada នៅក្នុងទីក្រុង Las Vegas គឺថាមានចំនួនតាក់ទងទៅនឹងអ្នកបើកបរ2នាក់ចាអ្នកបើកបរ2នាក់ហ្នឹងគឺមានវ័យចាគឺក្មេងខ្លាំងមែនតើចាអញ្ចឹងជនបង្កគឺមានអាយុ22ឆ្នាំគឺគាត់បានឆ្លោះគ្នាឆ្លោះប្រកែកជាមួយនឹងចាឪពុកក្មេងដែលគាត់បានស្លាប់ហ្នឹងអញ្ចឹងឪពុកក្មេងហ្នឹងមិនមែនជាឪពុកបង្កើតទេគឺជាឪពុកចុងប៉ុន្តែអ្វីដែលសំខាន់នេះខ្ញុំបានឃើញនៅក្នុងវីដេអូហ្នឹងគឺថាទោះបីជាឪពុកចុងក៏ដោយប៉ុន្តែឪពុកហ្នឹងគឺគាត់ស្រឡាញ់កូនគាត់ខ្លាំងមែនតើគឺគាត់បានស្រែកទៅហៅយំថាកូនរបស់ខ្ញុំបានស្លាប់កូនរបស់ខ្ញុំបានស្លាប់ហើយបងប្អូនឃើញនៅខាងក្រៅនេះអញ្ចឹងគឺនេះគឺជាយុវជនអាយុ22ឆ្នាំដែលគាត់បានទាញកំភ្លើងខ្លីចាកំភ្លើងខ្លីគឺបាញ់មកគ្រាប់ចាទៅកាន់ឡានមួយទៀតដោយសារតែពួកគាត់ទាំងអស់គ្នាមានចំនួនដោយសារតែចាឡានទាំងពីរហ្នឹងគឺមានបញ្ហាវ៉ាគ្នាទៅវ៉ាគ្នាមកហើយឡានមួយហ្នឹងគឺចង់វ៉ានៅខាងស្ដាំដៃចាអញ្ចឹងទៅឡានចាយុវជន22ឆ្នាំគឺគាត់មិនអនុញ្ញាតឲ្យវ៉ាទេអញ្ចឹងហើយគឺអាកំហឹងក្តៅកាហាយចាខឹងមួយឆាវហ្នឹងគឺធ្វើឲ្យយុវជនអាយុ22ឆ្នាំហ្នឹងគឺគាត់បានទាញកំភ្លើងក្នុងការបាញ់ហើយដល់ពេលដែលគាត់បាញ់ហ្នឹងគឺគាត់អត់បានដឹងថាមានក្មេងនៅខាងក្នុងហ្នឹងទេបើទោះបីជាមិនដឹងថាមានក្មេងនៅខាងក្នុងហ្នឹងក៏ដោយកំហឹងរបស់យើងចាបើយើងអាចទប់បានក៏ទប់ទៅនេះក៏ជាសារសម្រាប់ដាស់តឿនសម្រាប់បងប្អូនរស់នៅក្នុងសហរដ្ឋអាមេរិកនៅពេលដែលគាត់ចាធ្វើដំណើរនៅតាមបណ្ដោយផ្លូវលឿនលឿននៅពេលដែលមានបញ្ហាផ្សេងៗតាក់ទងទៅនឹងវ៉ាឆ្វេងវ៉ាស្ដាំចាកុំប្រកួតប្រជែងគ្នាក៏មានចំនួននឹងគ្នាអីយើងជៀសបានយើងជៀសទៅពីព្រោះអីយើងអត់ដឹងទេថាដល់ពេលដែលយើងបង្កចំនួនជាមួយអ្នកដតីកាន់កំភ្លើងអីចឹងគឺបាញ់ឆៅណាបងប្អូនហើយនៅសហរដ្ឋអាមេរិកគឺអញ្ចឹងឯងមិនមែនជាករណីទី1ទេវាមានករណីជាច្រើនមកហើយច្បាប់នៅក្នុងសហរដ្ឋអាមេរិកគឺគេបានចាប់ចាយុវជនអាយុ22ឆ្នាំហ្នឹងភ្លាមតែម្ដងនៅកន្លែងកាត់ហេតុគឺថាយុវជន22ឆ្នាំហ្នឹងគឺគាត់ចាបានដោយថាសារភាពទោសខ្លួនគាត់តែម្ដងថាគាត់មានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនទែននៅពេលដែលគាត់បានបាញ់សម្រាប់ក្មេងអាយុ11ឆ្នាំហ្នឹងដែលគាត់អត់បានដឹងថាមានក្មេងនៅខាងក្រៅហ្នឹងទេកំហឹងរបស់គាត់គឺខឹងអ្នកបើកបរទេចាខឹងដល់ពុកចុងនោះទេប៉ុន្តែអ្វីដែលសំខាន់នៅក្នុងសហរដ្ឋអាមេរិកគឺបានចាប់គាត់ភ្លាមហើយបានដាក់ទោសគាត់ចាពីបទចាសម្រាប់មនុស្សអញ្ចឹងបានថាកំហឹងមួយឆាវរបស់មនុស្សយើងគឺគួរឲ្យខ្លាចខ្លាំងមែនទែនបងប្អូនហើយគ្រាន់តែចារឿងវ៉ាគ្នាទៅវ៉ាគ្នាមកមិនអនុគ្រោះឲ្យគ្នាគឺចាបើកប្អួចឆ្លោះគ្នាអញ្ចឹងទៅជេរគ្នាមកអញ្ចឹងហើយមិនសុខចិត្តអញ្ចឹងហើយក៏ចាយុវជនអាយុ22ឆ្នាំហ្នឹងគឺគាត់បានសម្រេចចិត្តទាញកំភ្លើងចាបាញ់អ្នកបើកបរឡានមួយទៀតប៉ុន្តែជាអកុសលមិនមែនត្រូវចាជាមួយនឹងជនចំនួនបើជាត្រូវកូនក្មេងអាយុ11ឆ្នាំអញ្ចឹងមិនថាអសូរមែនតើ